សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកកម្មកររោងចក្រដល់ម៉ោងហូបបាយហើយថ្ងៃហ្នឹងគ្មានអីហូបទេបងប្អូនអើយទិញប្រហុកឆៅគេ1500ទិញតូបរាល់ដងអស់តែ1000ទេដល់ពេលថ្ងៃនេះប្រហុកឆៅគេ1000ប្រហុកឆៅគេណាមកជូរក៏សាំងបងប្អូនឃើញតំណងទិញមួយថងហ្នឹង1500ថ្លៃជាងថ្ងៃមុន500ឯងបងប្អូនចាំមើលមាត់ខ្ញុំថារសជាតិវាបែបណាហត់ទៅនិយាយពីតំណងរបស់គេដែរហ្នឹងណាហើយ1500មែនបងប្អូនចាំមើលណា1500បើសិនជាយើងយកលុយទៅទិញក៏មិនបានដែរបងប្អូនតែនេះមានសម្រាប់នៅក្នុងរោងចក្ររបស់ខ្ញុំទេណាបើនៅខាងក្រៅខ្ញុំអត់ដឹងទេហើយក៏មានលបោយគេឡើងប្រមាណមុខ3 4មុខដែរហ្នឹងបងប្អូន1500បងប្អូនមើលនេះហើយតកួនគេ2តើងកសក់ហ្នឹងក៏2ផ្លែហើយជាមួយនឹងទ្របហ្នឹង3ផ្លែបងប្អូនតែខ្លាចខ្ញុំម្នាក់ឯងហ្នឹងក៏ថាហូបមកល្មមនឹងឆ្ងាញ់ហ្នឹងទៅហ្មងហើយរសជាតិប្រហុកគេអាចទទួលយកបានបងប្អូនអើយមើលណែឡើងតំណងហើយនិយាយទៅថានៅផ្ទះមិនចេះច្រាមតិចទេបើច្រាមវិញក៏ថាមួយចានអ៊ុងទៅហ្មងដល់ពេលមកទិញគេបើនេះ1500ហ្នឹងក៏ថាល្មមមកពេលរបស់ខ្ញុំហើយមានពិបាកអីណែបងប្អូនដល់1500ហូបឆ្អែតហើយមើលទៅមាត់ទៅក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរហើយសំបីទៅរុយអីហ្នឹងផ្អើលមកអស់ហើយនៅក្នុងរោងចក្រក៏មានរុយដែរបងប្អូនហើយស្រួលណាស់បងប្អូនហើយមកហូបចង់ទៅទិញ1500 2000ហ្នឹងហូបឆ្អែតហើយមិនពិបាកភ័យមាននៅផ្ទះវិញណាបងប្អូនសម្រាប់ខ្ញុំនៅផ្ទះពេលដល់ពេលហូបបាយហ្នឹងគឺថាពិបាកចិត្តហ្មងមិនដឹងថាធ្វើមកហូបអីឆ្ងាញ់ឲ្យកូនចង់ហូបបានច្រើនអញ្ចឹងណាដល់ពេលមករោងចក្រអញ្ចេះបានដៃហើយ1500 2000 1000ហ្នឹងគឺថារួចគ្មានពិបាកទេតែមួយរយៈហ្នឹងគឺថាមានបញ្ហារឿងថ្មិញបន្តិចអីបងប្អូនអើយហ្នឹងហើយលទ្ធផលនៅពីក្មេងចាស់ប្រាប់មិនស្ដាប់ទេម៉ែអីប្រាប់មិនស្ដាប់ឲ្យហូបកខ្វប់អីខ្ញុំថាមូចកេះខោអាដេកយ៉ាងម៉េចក៏នៅតែជក់ដែរដល់ពេលឥឡូវចាស់មកបន្តិចមកលេងថ្មិញបាក់អស់លេងបងប្អូនតែថ្នាំដល់ថ្មិញនៅតែដោះរហូតហើយធ្វើនៅតែកៅស៊ីថ្មិញអស់ទៀតដល់ពេលហូបបាយម្ដងគឺថាពិបាកមែនតែនហើយថ្ងៃណាមួយទៅប្រគ្រោះជាមួយពេទ្យតែមកទៅតែខ្លាចឈឺអញ្ចឹងចេះតែនៅសុកចិត្តទ្រាំឈឺនៅផ្ទះអញ្ចឹងណាបងប្អូនហើយមើលមកហូបឲ្យខ្ញុំ1500ឃើញតំណងហើយបងប្អូនឥឡូវចូលប្រធានបទឈឺថ្មិញហ្នឹងគឺថាតិចទៀតហ្នឹងដល់ម៉ោងឥឡូវហើយរៀបរាប់ច្រើនពេកបងប្អូនអើយ1ម៉ោងពេលវេលាគឺថាលឿនមែនតែនហើយហូបបាយហើយអីហើយហ្នឹងគឺថាបានតនេតិចតួចទៅថ្ងៃណាទៅក៏អាចនឹងឆ្លៀតបានអង្គុយលេងដេកលេងអីអញ្ចឹងណាបងប្អូនពេលណាដែលហត់នឿយកើស្បែកកើអីអញ្ចឹងគឺថាហូបបាយហើយមិនតាន់គឺចូលទៅវិញហើយខ្ញុំក៏មានត្រីងៀតយកពីផ្ទះមកបន្តិចដែរបងប្អូនមកហូបរាល់ថ្ងៃ1000 2000មែនប៉ុន្តែបានមួយមុខពីរមុខទៅគ្រាន់តែបាយឆ្ងាញ់ដែរបងប្អូនហើយវីដេអូចែករំលែកដើម្បីគ្រួសារក៏មានអីច្រើនដែរសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំណាបងប្អូនអើយមានតែប៉ុណ្ណឹងម៉ោងហូបបាយរបស់ខ្ញុំណាបន្តិចទៀតនឹងចូលទៅធ្វើការវិញគេជេរកិលទៀតឥឡូវហើយបងប្អូនហើយអរគុណច្រើនកុំភ្លេចជួយ follow page បងប្អូនម្នាក់មួយផង